គ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Channel សំណាង Cooking បាទហើយថ្ងៃនេះ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើទឹកគ្រឿងហូបជាមួយនឹងអន្លក់ស្ដៅបាទដោយសាររដូវខែនេះបាទគឺថាដល់ខែសម្បូរផ្កាស្ដៅហើយផ្កាស្ដៅក៏ល្អណាស់ដែរពុកម៉ែបងប្អូនបាទអញ្ចឹងក៏នឹកឃើញថាចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើទឹកគ្រឿងហូបទាំងអស់គ្នាទៅបាទហើយលក់ទឹកគ្រឿងថ្ងៃនេះបាទមានច្រើនមុខណាស់ពុកម៉ែបងប្អូនបាទគាត់ថាផ្ដោតសំខាន់ទៅលើផ្កាស្ដៅដោយសារសម្បូរផ្កាស្ដៅដែរបាទអញ្ចឹងគឺយើងដាក់ផ្កាស្ដៅនឹងច្រើនបន្តិចទៅបាទហ្នឹងហើយតោះពុកម៉ែបងប្អូនមកមើលពីរបៀបធ្វើទាំងអស់គ្នាបាទហើយប្រឹងមិញទៅផ្សារបាទទៅរកមើលត្រីមួយដើម្បីយកមកធ្វើទឹកគ្រឿងហើយត្រីស្រែបាទរៀងថ្លៃក្រនបើដែរបាទ1គីឡូ10000ជាងបាទហើយទិញមួយហ្នឹងអស់ប្រហែលជា10000បាទហ្នឹងហើយឥឡូវមកដល់រៀបចំបន្លែបាទបន្លែរបស់យើងបាទថ្ងៃនេះមានទាំងផ្កាតាគៀតបាទមានទាំងស្នៀតពោតមានទាំងអីហើយនេះស្វាយបាទផ្លែស្វាយខុសរដូវហើយស្វាយហ្នឹងក៏ថ្លៃក្រនបាទដែរពុកម៉ែបងប្អូនបាទ1គីឡូ10000ហ្នឹងហើយបន្ទាប់មកគឺយើងយកត្រីយកមកស្ងោរសិនមកដើម្បីបេះសាច់វាយកទៅបុកធ្វើទឹកគ្រឿងបាទហើយដើម្បីកាត់ឆ្អាបបាទខ្ញុំដំខ្ទឹមសបាទហើយបើមានម្ទេសមានគល់ស្លឹកគ្រៃបាទដាក់ទៅដើម្បីឲ្យវាកាត់ឆ្អាបក្លិនឆ្អាបរបស់ត្រីបាទហើយបន្ទាប់មកខ្ញុំមកលីងជាមួយនឹងត្រប់ពុតញងជាមួយនឹងខ្ទឹមក្រហមបាទហើយខ្ទឹមសបាទដាក់3 4 5 កពឹសទៅបន្ថែមជាមួយនឹងម្ទេស2 3គ្រាប់ទៅហើយម្ទេសឃើញថាថ្លៃណាស់ពុកម៉ែបងប្អូនណាហើយបាទនៅផ្សារបច្ចុប្បន្ននេះម្ទេស1គីឡូ20000ជាងហើយពុកម៉ែបងប្អូនបាទបន្ទាប់ពីយើងលីងវាឃើញថារៀងឆ្អិនបាទរៀងឆ្អិនល្មមហើយយកវាមកបុកចឹងមកពុកម៉ែបងប្អូនបាទនេះឃើញទេបាទយើងបុកវាជ្រុំវាមកបាទមិនចាំបាច់ម៉ត់ពេកក៏បានដែរបាទហើយបន្ទាប់មកគឺត្រីរបស់យើងដែលបានស្ងោរមិញហ្នឹងបាទយើងយកវាមកបេះយកឆ្អឹងចេញអស់ទៅបាទតមកយើងយកបុកលាយចូលគ្នាជាមួយនឹងត្រប់ពុតញងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសដែលយើងបានលីងមិញហ្នឹងបាទហ្នឹងហើយសម្រាប់ទឹកគ្រឿងអត់ពិបាកធ្វើទេពុកម៉ែបងប្អូនបាទតែប៉ុណ្ណេះទៅឃើញថាចិត្តរួចរាល់ហើយបាទហើយសម្រាប់ទឹកគ្រឿងពុកម៉ែបងប្អូនយកត្រីទៅស្ងោរក៏បានយកទៅអាំងក៏បានដែរបាទម្យ៉ាងម្នាក់ទេបាទអាំងក៏វាឈ្ងុយម្យ៉ាងដែរហើយសម្រាប់ការស្ដៅបាទដើម្បីកុំឲ្យវាល្វីងបាទយើងយកមកលាងទឹកឲ្យស្អាតទៅបាទហើយបន្ទាប់មកគឺយើងដាំទឹកក្តៅបាទឲ្យទឹកក្តៅរៀងក្តៅល្មមទៅបាទហើយយើងយកវាទៅស្រុះបាទហើយស្រុះយើងគ្រាន់តែស្រុះវាថាចលក់ចូលទឹកក្តៅឃើញថាមកវាដូរពណ៌បាទឡើងពណ៌បៃតងខៀវស្រស់ស្អាតហើយគឺយើងស្រង់វាមកដាក់ត្រាំជាមួយនឹងទឹកត្រជាក់មកបាទគឺថារួចរាល់ហើយពុកម៉ែបងប្អូនបាទសម្រាប់ការស្ដៅហើយឃើញថាល្អមែនតែនហើយថ្ងៃនេះបាទគឺខ្ញុំស្រុះវាពាក់កណ្ដាលហើយទុកហូបស្រស់ពាក់កណ្ដាលហ្នឹងហើយឥឡូវមកលាយគ្រឿងទឹកគ្រឿងរបស់យើងបាទខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចហើយស្ករសបន្តិចទៅហើយបន្ទាប់មកគឺយើងចាក់ជាមួយនឹងទឹកដែលយើងស្ងោរត្រីមិញហ្នឹងបាទតែយើងជ្រុំប្រហុកផងពុកម៉ែបងប្អូនបាទហើយថ្ងៃនេះបាទគឺអត់មានពិលទុំអញ្ចឹងខ្ញុំប្រើក្រូចឆ្មាជំនួសបាទសម្រាប់ទឹកគ្រឿងមកពុកម៉ែបងប្អូនមានពិលទុំបាទដាក់ទឹកពិលទុំទៅមកវែក2វែកទៅឃើញថារសជាតិរបស់វាគឺថាឆ្ងាញ់មួយបែបដែរបាទហើយសម្រាប់ក្រូចឆ្មាក៏អត់អីទេពុកម៉ែបងប្អូនបាទមានអីដាក់ហ្នឹងទៅហ្នឹងហើយខ្ញុំចំបាច់ក្រូចឆ្មា2 3ចំណិតទៅភ្លក់មើលតាមចំណង់ចំណូលចិត្តទៅណាពុកម៉ែបងប្អូនបាទហើយបន្ទាប់មកយើងបន្ថែមជាមួយនឹងសណ្ដែកដីបាទសណ្ដែកដីយើងបុកវារៀងម៉ត់តិចទៅបាទហើយបន្ទាប់មកយើងបើមានជីបាទមានជីស្លឹកវែងបាទជីអាណាអញ្ចឹងហ្នឹងហើយស្លឹកខ្ទឹមអីហ្នឹងយើងហាន់ដាក់ទៅហើយថ្ងៃនេះខ្ញុំអត់ប្រើទេបាទគឺខ្ញុំប្រើជាមួយនឹងជីម្វងបាទខ្ញុំដាក់ជីម្វងបន្ថែមបន្តិចទៀតទៅហ្នឹងហើយឥឡូវឃើញថារួចរាល់ហើយពុកម៉ែបងប្អូនបាទសម្រាប់ទឹកគ្រឿងបាទទំនងទេពុកម៉ែបងប្អូនបាទហ្នឹងហើយមុខម្ហូបងាយពុកម៉ែបងប្អូនមើលហើយអាចធ្វើញ៉ាំទៅបាទតាន់លក់ស្ដៅរបស់យើងវានៅធូរថ្លៃបាទទិញមួយដុំព្រឹកមិញខ្ញុំទិញមួយដុំតែ2000ទេពុកម៉ែបងប្អូនបាទទិញអស់តែ3 4000បាន1គីឡូហើយកាលពីមួយខែ2ខែមុនបាទគឺថាថ្លៃមែនតែនស្ដៅពុកម៉ែបងប្អូនបាទគឺគេអត់លក់ចងជាដុំយ៉ាងទេបាទគឺគេថ្លឹងគីឡូបាទ1គីឡូដូចជា30000បាទខ្ញុំសួរគេកាលពី2 3ខែមុនតែឥឡូវដល់រដូវវាហើយបាទគេថាធ្វើហូបទៅពុកម៉ែបងប្អូនបាទហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទចូលចិត្តវីដេអូជួយចែកម្លែកបន្តផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត